នេះមកថតពីការចិញ្ចឹមកែបហើយខ្ញុំបងប្អូនអានេះយើងអាងមេពូជអានេះអាងមេពូជមានឈ្មោលមានញីអញ្ចឹងមួយឆ្នាំយើងប្រកាត់បាន2ដង6ខែម្ដងហើយយើងចាំយើងដាក់ចំណីឲ្យស៊ីអាធំហ្នឹងយើងចាំយើងដាក់ចំណីឲ្យមួយថ្ងៃតែម្ដងបានហើយអានេះអាងភ្ញាស់ទុកពេលតែយើងភ្ញាស់យើងយកមកដាក់ក្នុងអាងហ្នឹងហើយយើងធ្វើតែភ្លៀងសិប្បនិមិត្តហើយយើងចាក់ភ្លេងយើងដាក់បាសមួយមកយើងចាក់ភ្លេងដូចកោលាន់ហើយភ្លៀងហ្នឹងហើយយើងបាញ់ទឹកសាច់ទៅវានឹងនាំគ្នាពាក់គ្នាហើយនឹងពងហើយបងប្អូននេះអ្នកកោនេះទំបានប្រហែលថ្ងៃហើយដល់ពេលរៀងធ្វើតិចយើងបំបែកវាដោះដៃដោះជើងយើងយកមកដាក់អាងនេះអាងនេះប្រហែលបាន5ថ្ងៃហើយមកទៅនេះរៀងធំហើយឥឡូវយើងទៅមើលអាងអាងមួយទៀតអាហ្នឹងយើងចាំបានរយៈពេលកន្លះខែប៉ុណ្នេះបងប្អូនកន្លះខែចឹងអាណារៀងអានេះយើងទៅចាំវាបានកន្លះខែអាហ្នឹងយើងដាក់ចំណីវាមួយថ្ងៃឲ្យវា3ដងពេលផឹកពេលថ្ងៃពេលល្ងាចបើមេពូជអាហ្នឹងយើងហើយបាហ្នឹងយើងដាក់ចំណីឲ្យស៊ីតែមួយថ្ងៃតែម្ដងបានហើយនេះបងប្អូននេះមេពូជមេបាហ្នឹង